បាទបងប្អូនគ្នាម៉ូតូនេះគឺមានបញ្ហាញ៉ាំសាំងច្រើនបាទឥឡូវក៏យកមកឲ្យខ្ញុំធ្វើឲ្យថាឲ្យធ្វើឲ្យញ៉ាំសាំងតិចពេញបាទឥឡូវចាប់ដើមមើលនៅប៊ូស៊ីរបស់គ្នាបាទមើលយ៉ាងម៉េចដើម្បីដឹងថាញ៉ាំសាំងច្រើនឬសាំងតិចបាទខ្ញុំមើលតែប៊ូស៊ីដឹងហើយបងប្អូនបាទបើខាងណាប៊ូស៊ីរឿងខ្មៅខ្លាំងគឺបានន័យថាញ៉ាំសាំងច្រើនហើយបាទឥឡូវចាប់ដើមដោះមើលនៅឆ្នាំងអៀបាទតែឆ្នាំងអៀហ្នឹងវារៀងចំខ្លាំងឬក៏រៀងខូចនៅឆ្នាំងអៀបាទឬក៏ដីចូលច្រើនយើងមិនតែបានផ្លុំឆ្នាំងអៀទាំងអីចឹងបងប្អូនឥឡូវយើងមើលបងប្អូនគ្នាបាទទាំងអៀនេះដូចរៀងរីកទៅហើយបងប្អូនបាទឃើញបងប្អូនបាទរៀងចំមកហើយហើយស្នាមប្រេងប្រឡាក់នៅខាងក្នុងផងដោយសារយើងក៏ដែរផ្លុំឆ្នាំងអៀបាទឥឡូវយើងដោះចេញមកបាទតែមិនអាចប្រើការដែរបាទយើងរីកទេបាទយើងត្រូវការផ្លាស់ប្ដូរនៅឆ្នាំងអៀថ្មីបាទមកយើងគោះមកបាទគឺមានកតិចទូលីធ្លាក់មកបាទនេះគឺពីបញ្ហាបណ្ដាលឲ្យម៉ូតូហ្នឹងញ៉ាំសាំងច្រើនបាទឥឡូវចាប់ដើមមើលបងប្អូនបាទយើងចោលបាទដូរឆ្នាំងអៀថ្មីបណ្ដោយនេះបាទស្អាតចេះបាទដើម្បីកាត់បន្ថយសាំងបាទឲ្យសាំងញ៉ាំតិចវិញបាទសាមុនដោយសារគាត់ចំណាយរឿងច្រើនបាទឥឡូវយើងកាត់បន្ថយដូរនៅឆ្នាំងអៀថ្មីបាទឥឡូវជុំដីស្អាតទៅដើម្បីសម្អាតដាក់នៅឆ្នាំងអៀថ្មីយកទៅវិញបាទហើយបន្តមកទៀតយើងជួលនឹងស្អាតហើយយើងជួលនៅឆ្នាំងអៀក្នុងទៀតបាទតែក្រៅមានដីមានទមីជាប់នៅក្នុងហ្នឹងបាទកាលណាអាចមានប្រេងអីស្ទះជាប់នៅហ្នឹងបាទបញ្ហាគឺមកពីឆ្នាំងអៀយើងក៏ដែរបានផ្លុំសម្អាតបាទឥឡូវខូចហើយយើងត្រូវការបដូរផ្លាស់ថ្មីណាបងប្អូនបាទឥឡូវយើងមើលជួលនេះឃើញបងប្អូនបាទវាសិតតែតិចបាទឬក៏កាក់ប្រេងសំណើមទឹកនៅក្នុងហ្នឹងបាទឥឡូវជួលសម្អាតបាទតើជួលសម្អាតរួចដល់ហើយគឺយើងចាប់ដើមដូរនៅឆ្នាំងអៀថ្មីបាទដើម្បីកាត់បន្ថយនៅសាំងបាទឲ្យញ៉ាំសាំងតិចវិញបាទភាសាសាមុនគឺកាត់ចំណាយនឹងច្រើនឥឡូវយើងកាត់បន្ថយហើយឲ្យដូចមុនទេបាទហើយម៉ូតូនេះផងដែរគឺគាត់រើម៉ាស៊ីនបាទរើម៉ាស៊ីនដូចជារយៈពេលប្រហែលជា2ខែហើយបាទមិនមែនរើកន្លែងខ្ញុំទេបងប្អូនបាទវារើកន្លែងបងជាផ្សេងបាទគាត់ថារើរួចហើយម៉ូតូនេះគឺមានបញ្ហាញ៉ាំសាំងច្រើនបាទតែពេលញ៉ាំសាំងច្រើនអញ្ចឹងគឺគាត់យកមកឲ្យខ្ញុំធ្វើឲ្យវិញបាទធ្វើឲ្យបងប្អូននេះច្រឡំធ្វើឲ្យវិញបាទយើងច្រឡំមកទីបងប្អូនបាទដោយសារម៉ូតូនេះគឺគាត់រើកន្លែងគេទេយកមកឲ្យខ្ញុំធ្វើឲ្យញ៉ាំសាំងតិចបាទឥឡូវក៏ខ្ញុំធ្វើឲ្យគាត់ហើយម៉ូតូនេះគឺតម្រូវរងថ្មីទេបងប្អូនបាទរងកន្លះរងសមីថ្មីដែលមើលដល់ពេលខាងមុខតិចខ្ញុំដាក់មើលឥឡូវយើងចាប់ដើមវិឆេសិនបាទយើងដាក់ប៊ូស៊ីថ្មីមិនថ្មីបាទប៊ូស៊ីចាស់ហ្នឹងបងប្អូនដាក់ប៊ូស៊ីចូលសិនដើម្បីឆេះមើលតើញ៉ាំសាំងក្រាស់ដូចមុនទៀតឬក៏យ៉ាងម៉េចបាទបន្ទាប់ពីយើងផ្លាស់ប្ដូរនៅឆ្នាំងអៀថ្មីបាទរបបអៀថ្មីបងប្អូនបាទឥឡូវយើងមកប៊ូស៊ីសិនបាទតើប៊ូស៊ីហើយយើងឆេះចោលមកសបកសិនបាទយើងចេះចោលមួយសបកដើម្បីមើលនៅតើម៉ូតូហ្នឹងញ៉ាំសាំងតិចឬក៏ច្រើនបាទខ្ញុំឆេះអញ្ចឹងបងប្អូនបាទដល់ពេលយើងឆេះរួចរាល់ប្រហែលយើងមកសបកធំដែរបាទយើងចាប់ដើមដោះនៅពូស៊ីមើលបាទនេះខ្ញុំបងប្អូនបាទគឺរងហ្នឹងគឺតែមើលថ្មីទេឃើញខ្ញុំបងប្អូនបាទរងកន្លះបាទរងសមីហ្នឹងថ្មីរងកន្លះថ្មីបងប្អូនបាទឃើញបាទហើយរងកន្លែងដីហ្នឹងគឺថ្មីដែរលាបកាទៀតតែក្រោមហ្នឹងបាទតែមើលថ្មីទេថ្មីហើយក៏មានបញ្ហាហុយផ្សែងផងដែរបាទហើយផ្សាយជាមួយខ្ញុំដាក់កន្លែងឲ្យមើលកន្លែងសម្ាំងនេះឃើញបងប្អូនបាទហើយផ្សាយឃើញបងប្អូនបាទខ្ញុំសួរគាត់គាត់ថារើបាន2 3ខែហើយបាទអូរើ2 3ខែហើយគេអត់មានការធានាឲ្យគេបាទដោយសាររើយូររៀងក្រោយណា2 3ខែបាទបើត្រឹមតែមួយអាទិត្យអីនឹងអាចធានាធ្វើវិញបាទបើកន្លែងជើងរុនធានាធ្វើវិញបាទឥឡូវយើងមើលយើងដោះប៊ូស៊ីបាទបន្ទាប់ពីយើងចេះរួចហើយជាមើលសបកដែរមើលប៊ូស៊ីហ្នឹងតើប៊ូស៊ីហ្នឹងសាំងតិចឬសាំងច្រើនបាទប៉ុន្តែខ្ញុំថាសាំងតិចហើយបាទនេះឃើញបងប្អូនបាទចាប់ដើមមកយើងសមកវិញហើយបាទគឺសាមុនគឺខ្មៅក្រឹបបាទគឺបាទនៃថាខ្មៅហ្នឹងបានថាញ៉ាំសាំងច្រើនបងប្អូនឥឡូវយើងសហើយសនឹងកាត់បន្ថយបាននៃថាចាំងតិចវិញហើយបាទគឺចង្រុនអាចធ្វើបានបងប្អូនគ្នាបាទមិនថាម៉ូតូអ្វីដែរបាទឥឡូវចាប់ដើមដាក់វីស៊ីចូលទៅវិញបាទហើយមើលនៅមានវីដេអូបន្តក្រោយទៀតគឺមានវីដេអូផ្លែ